ថ្ងៃនេះខ្ញុំនឹងនិយាយអំពីការវះកាត់ដោយប្រើរ៉ូបូតការវះកាត់ដោយប្រើរ៉ូបូតជាអ្វីការវះកាត់ដោយប្រើរ៉ូបូតគឺជាការរួមបញ្ចូលគ្នារវាងការវះកាត់បែបឡាប៉ារ៉ូស្កូបនិងបច្ចេកវិទ្យាកុំព្យូទ័រអត្ថប្រយោជន៍នៃការវះកាត់ដោយប្រើរ៉ូបូតគឺជាការវះកាត់តាមរន្ធតូចដូច្នេះមានការបាត់បង់ឈាមពេទ្យជាតិចហើយមានភាពត្រឹមត្រូវខ្ពស់ជាងមុនដោយសារតែមានការធ្វើពង្រីករូបភាពដល់10ដងនិងមានទិដ្ឋភាព3វិនាតការវះកាត់ដោយប្រើរ៉ូបូតត្រូវបានប្រើជាទូទៅសម្រាប់ការវះកាត់ដែលត្រូវការភាពត្រឹមត្រូវខ្ពស់និងស្មុគស្មាញនិងសម្រាប់នីតិវិធីស្ដារឡើងវិញផ្នែកសរសៃទឹកនោមប្រព័ន្ធរ៉ូបូត Da Vinci គឺជាការប្រែប្រួលដ៏ធំមួយក្នុងការព្យាបាលមហារីកប្រូស្តាតសប្តាហ៍ថ្ងៃនេះវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ព្យាបាលមហារីកប្រូស្តាតគឺជាការវះកាត់ប្រើរ៉ូបូតការវះកាត់ដោយប្រើរ៉ូបូតត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងការព្យាបាលមហារីកប្រូស្តាតហើយក៏ប្រើសម្រាប់ព្យាបាលមហារីកតម្រងនោមផងដែរដែលជាមួយបច្ចេកវិទ្យារ៉ូបូតនេះយើងមិនចាំបាច់ដកតម្រងនោមចេញទាំងមូលទេតែដកតែសាច់ដុំមហារីកតម្រងនោមប៉ុណ្ណោះដូច្នេះអាចរក្សាទុកមុខងារតម្រងនោមនិងសាច់ដុំតម្រងនោមបានច្រើនអត្ថប្រយោជន៍ផ្សេងទៀតនៃការវះកាត់ដោយប្រើរ៉ូបូតគឺសម្រាប់នីតិវិធីស្ដារឡើងវិញដូចជាការព្យាបាលរន្ធភ្ជាប់ក្រពះនោមនិងស្បូននិងនីតិវិធីអុយរ៉ូឡូសាសស្មុគស្មាញផ្សេងទៀតសូមអរគុណ